និយមន័យនៃពាក្យថានារីរឹងមាំគឺសំដៅទៅលើផ្លូវចិត្តរឹងមាំចឹងបើសិនអ្នកគ្នាចង់ខ្លាចទៅជានារីរឹងមាំគឺធ្វើម៉េចក៏ដោយបង្រៀនវឹកហាត់ផ្លូវចិត្តខ្លួនឯងឲ្យរឹងមាំហើយឲ្យខ្លួនឯងដឹងថាគ្រប់រឿងរ៉ាវដែលកើតឡើងក្នុងជីវិតរបស់យើងវាគឺជាមេរៀនយើងត្រូវតែចាប់ផ្ដើមរៀនហើយចាប់ផ្ដើមដោះស្រាយហើយចាប់ផ្ដើមទទួលស្គាល់ថានោះគឺជាដំណើរជីវិតរបស់យើងបើសិនជាយើងអាចឆ្លងផុតនៅដំណាក់កាលណាមួយគឺវានឹងធ្វើឲ្យយើងកាន់តែទន់ខ្សោយទៅប៉ុន្តែបើសិនជាយើងអាចព្យាយាមតស៊ូឆ្លងផុតនៅដំណាក់កាលនោះបានណាគឺនឹងធ្វើឲ្យយើងខ្លាចទៅជាមនុស្សមួយដែលរឹងមាំម្ដងតិចខ្ញុំតែនិយាយពាក្យថានារីដែលជោគជ័យមិនមែននារីដែលកាត់មកសំណាងទេប៉ុន្តែគឺជានារីដែលគាត់បានតស៊ូព្យាយាមពុះពីរាល់ឧបសគ្គដែលគាត់បានជួបនារីដែលឯករាជ្យក៏ដូចគ្នាដែរមិនមែនគាត់ក្លាហានពីកំណើតគាត់មានអារម្មណ៍ថាគាត់ហ៊ាននៅក្នុងការរស់នៅម្នាក់ឯងឬក៏ហ៊ាននៅក្នុងការធ្វើការងារអ្វីតែម្នាក់ឯងប៉ុន្តែមកពីជីវិតរបស់គាត់ក៏បានជួបរឿងជាច្រើនដែលធ្វើឲ្យផ្លូវចិត្តរបស់គាត់រឹងមាំរហូតដល់គាត់អាចងើបឈរខ្លួនឯងបានគាត់អាចក្រោកឈរគាត់អាចតាំងចិត្តធ្វើអ្វីដែលគាត់ស្រឡាញ់បានដោយអត់ចាំបាច់ថាត្រូវមានអ្នកជួយរុញត្រូវមានអ្នកចាំកេះពីខាងក្រោយត្រូវមានអ្នកចាំប្រាប់ម្ដងជាពីរដងគឺគាត់តែងតែអាចធ្វើអ្វីដែលខ្លួនឯងចង់បានហើយតាំងចិត្តហើយគាត់ត្រូវតែធ្វើឲ្យបាននេះគឺជានិយមន័យនៃរឿងឯករាជ្យអ្នកនរគ្នាអត់ចាំបាច់ថាតើតើការរស់នៅម្នាក់ឯងតើតើការដែលហ៊ានដើរម្នាក់ឯងដែលហ៊ានចេញទៅណាម្នាក់ឯងគឺឯករាជ្យគេក៏ផ្លូវចិត្តយើងទន់ខ្សោយទោះបីជាយើងរស់នៅម្នាក់ឯងក៏យើងនៅតែមានអារម្មណ៍ថាយើងឯកោដែរប៉ុន្តែនារីឯករាជ្យនៅពេលផ្លូវចិត្តគាត់រឹងមាំទោះបីជាគាត់នៅម្នាក់ឯងគាត់មានអារម្មណ៍ថាគាត់កក់ក្ដៅក្នុងចិត្ត